ដើម្បីជាការលើកទឹកចិត្តក៏ដូចជាជំរុញឲ្យនិស្សិតផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មទទួលបាននូវចំណេះដឹងទូលំទូលាយបន្ថែមទៀតមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យចិត្តគ្រប់គ្រងបានរៀបចំបង្កើតកម្មវិធីមួយដើម្បីឲ្យនិស្សិតផ្នែកសេដ្ឋកិច្ចឆ្នាំទី3ចំនួនទី21បានជួបជុំចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមកដែលទទួលបានអស់រយៈពេល3ឆ្នាំមកនេះលើជំនាញផ្នែកសិក្សាពាណិជ្ជកម្មក៏ដូចជាចង់ឲ្យនិស្សិតទាំងអស់ទទួលបាននូវចំណេះដឹងបន្ថែមទៀតលើវិស័យសេដ្ឋកិច្ចនឹងបានឃើញពីចរន្តនៃដំណើរការខ្សែសង្វាក់ផលិតកម្មនោះថ្នាក់ដឹកនាំសាស្ត្រាចារ្យនៃសាកលវិទ្យាល័យចិត្តគ្រប់គ្រងក៏បានរៀបចំដំណើរទស្សនកិច្ចសិក្សានេះទៅកាន់ខេត្តព្រះសីហនុដោយមាននិស្សិតចូលរួមចំនួន120នាក់រួមទាំងសាស្ត្រាចារ្យចំនួន8នាក់ផងដែរខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់ព្រោះអីខ្ញុំយល់ដឹងផ្សេងជាច្រើនអំពីទី1ខ្ញុំបានទទួលចំណេះដឹងបន្ថែមទៀតដែលតាក់ទងទៅនឹងអ្វីដែលខ្ញុំរៀនព្រោះមុខវិជ្ជាសេដ្ឋកិច្ចនេះគឺខ្ញុំរៀនតាមបែបទ្រឹស្ដីអញ្ចឹងហើយខ្ញុំមិនទាន់ច្បាស់ប៉ុន្តែឯថាសាកលវិទ្យាល័យយើងបានផ្ដល់ចំណេះដឹងច្បាស់តទៅពិតមែនតែតតែយើងបានមកជាក់ស្ដែងមកក្នុងការមើលនៃបរិបទនៃការធ្វើអាជីវកម្មផ្សេងហើយនឹងការដើរការប្រើប្រាស់ដីប្រកបដោយមានប្រសិទ្ធភាពខ្ពស់ហើយដូច្នេះហើយធ្វើឲ្យខ្ញុំយល់ច្បាស់អំពីទ្រឹស្ដីទាំងនោះជាការពិតទ្រឹស្ដីនៅក្នុងសាកលវិទ្យាល័យមិនគ្រប់គ្រាន់សម្រាប់និស្សិតនោះទេដូច្នេះទើបគណៈគ្រប់គ្រងមហាវិទ្យាល័យសេដ្ឋកិច្ចពាណិជ្ជកម្មនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានបង្កើតឲ្យមានកម្មវិធីសិក្សាស្វែងយល់នៅតាមតំបន់រមណីយដ្ឋានទេសចរនានាក៏ដូចជានៅតាមតំបន់សេដ្ឋកិច្ចពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាជាក់ស្ដែងសម្រាប់ឆ្នាំ2015នេះគឺធ្វើដំណើរមកកាន់តំបន់រមណីយដ្ឋានពេជ្រនិចដែលជាចំណុចកណ្ដាលរវាងខេត្តព្រះសីហនុនិងរាជធានីភ្នំពេញព្រោះនៅទីនោះមានទេសភាពដ៏ស្រស់ស្អាតនៅតាមជើងភ្នំប្រកបទៅដោយបរិយាកាសល្អបរិសុទ្ធអារម្មណ៍ស្រស់ថ្លាអាកាសធាតុត្រជាក់បក់រំភើយត្រជាក់កាយរួមទាំងបាំងកាឡូភោជនីយដ្ឋាននិងកន្លែងលេងកីឡាជាដើមជាពិសេសដែលជាទីចាប់អារម្មណ៍របស់និស្សិតផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មនោះគឺពួកគេផ្ដោតទៅលើផលដំណាំសរីរាង្គដែលគ្មានសារជាតិគីមីព្រមទាំងបច្ចេកទេសនៃការដាំដុះបន្លែនិងផ្លែឈើផ្សេងទៅតាមបែបធម្មជាតិដោយគ្មានជាតិគីមីឬថ្នាំពុលដំណើរទស្សនកិច្ចនេះគឺខ្ញុំទទួលបានចំណេះដឹងច្រើនដូចជាការមើលនៅភិចនិចគឺយើងមើលទៅលើដំណាំកសិកម្មរបស់ប្រជាជនរបស់យើងអញ្ចឹងភិចនិចហ្នឹងគឺមានតម្លៃកសិកម្មហ្នឹងគឺជាលក្ខណៈធម្មជាតិគឺធម្មជាតិសុទ្ធសាធលើរាល់បន្លែផ្លែឈើទាំងអស់អញ្ចឹងវាអាចជួយឲ្យប្រទេសយើងហ្នឹងមានការរីកចម្រើននៅផ្នែកកសិកម្មហើយបន្លែទាំងអស់ហ្នឹងវាអត់មានជាតិគីមីហើយធ្វើឲ្យសុខភាពប្រជាជនយើងហ្នឹងល្អហើយទី2គឺជួយឲ្យប្រជាជនយើងមានការងារធ្វើដោយសារនៅកន្លែងហ្នឹងមានដំណាំកសិកម្មច្រើនអញ្ចឹងប្រជាជនយើងមានការងារធ្វើគឺគាត់អត់មានចំណាត់ស្រុកទៅប្រទេសគេអីទេអញ្ចឹងគាត់មានចំណូលនៅក្នុងប្រទេសយើងអញ្ចឹងយើងទទួលបានចំណេះដឹងច្រើនបាទខ្ញុំមានអារម្មណ៍សប្បាយរីករាយនិងរំភើបជាខ្លាំងនៅពេលដែលសាលាមានបង្កើតនៅកម្មវិធីទស្សនកិច្ចនៅតំបន់តាមខេត្តដូចនេះនៅក្នុងកម្មវិធីទស្សនកិច្ចនេះគឺថាខ្ញុំទទួលបានសារៈប្រយោជន៍ជាច្រើនដូចជាខ្ញុំអាចដឹងពីសកម្មភាពជាក់ស្ដែងនៅពេលបច្ចុប្បន្នដែលរីកចម្រើននៅមិនថាតែក្រុងភ្នំពេញឬក្រៅភ្នំពេញគឺថារីកចម្រើនដូចគ្នាតាក់ទងសេដ្ឋកិច្ចពាណិជ្ជកម្មហ្នឹងគឺថាខ្ញុំបានដើមខាងកសិកម្មខាងគាត់កសិដ្ឋានរបស់គាត់នេះគាត់បានដាំនៅកសិកម្មមួយចំនួនបាទហើយនឹងបន្តិចទៀតខ្ញុំនឹងបន្តដំណើរទៅស្រាបៀងអង្គររោគចាក់ស្រាបៀងអង្គរសុទ្ធតែតាក់ទងជាមួយនឹងផ្នែកសេដ្ឋកិច្ចដែលខ្ញុំរៀនទាំងអស់នេះគឺជាការលើកទឹកចិត្តផងដែរសម្រាប់និស្សិតផ្នែកសេដ្ឋកិច្ចក៏ដូចជាជំរុញឲ្យពួកគេខិតខំសិក្សាបន្ថែមទៀតនិងយល់ដឹងពីបរិបទសង្គមហើយក្នុងនោះដែរក៏បានធ្វើឲ្យពួកគេបានសម្រាកលំហែកាយស្រូបយកនូវខ្យល់អាកាសដ៏បរិសុទ្ធនៅទីនោះផងដែរសំណាចក្អាកក្អាយសប្បាយរីករាយនេះហើយដែលធ្វើឲ្យពួកគេមិនអាចបំភ្លេចបាននៅឱកាសដ៏កម្រនេះណាស់និងចងចាំនូវគុណូបការៈរបស់លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្ហាញដល់ពួកគេនិងបានលើកទឹកចិត្តមួយកម្រិតថែមទៀតដើម្បីឈានទៅរកភាពជោគជ័យក្នុងការសិក្សា
ខណៈនោះដែរបន្ទាប់ពីបានទស្សនានៅតំបន់រមណីយដ្ឋានពេជ្រនិចរួចមកដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតដែលដឹកនាំដោយសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងក៏បានបន្តដំណើរឆ្ពោះទៅកាន់រោងចក្រឧស្សាហកម្មផលិតស្រាបៀរអង្គរបន្តទៀតដើម្បីសិក្សាស្វែងយល់ពីវិធីសាស្ត្រក្នុងការផលិតស្រាបៀរនិងជីវប្រវត្តិខ្លះៗដែលទាក់ទងទៅនឹងការកកើតនៅរោងចក្រមួយនេះក៏ដូចជាវត្ថុធាតុដើមក្នុងការផលិតស្រាបៀរឆ្លៀតក្នុងឱកាសនោះដែរពួកគេក៏បានជួបពិភាក្សាជាមួយនឹងអ្នកជំនាញការនៅក្នុងរោងចក្រផលិតស្រាបៀរផ្ទាល់ព្រមទាំងសួរនៅសំណួរខ្លះៗដែលពួកគេឆ្ងល់អំពីខ្សែសង្វាក់ផលិតកម្មឲ្យកាន់តែយល់ច្បាស់ការសិក្សានេះបានធ្វើឲ្យនិស្សិតទាំងអស់ទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនដ៏មានតម្លៃបន្ថែមទៀតទាក់ទងទៅនឹងក្រុមហ៊ុនស្រាបៀរអង្គរក៏ដូចជាគោលការណ៍របស់ក្រុមហ៊ុនទស្សនវិស័យរបស់ក្រុមហ៊ុនដំណើរការក្នុងការផលិតដើម្បីផ្គត់ផ្គង់តម្រូវការនៅលើទីផ្សារដោយនេះអត្ថប្រយោជន៍ដ៏មានសារៈសំខាន់មួយសម្រាប់និស្សិតផ្នែកសេដ្ឋកិច្ចដែលជាស្ពានចម្លងពួកគេក្នុងការសិក្សាស្រាវជ្រាវដើម្បីទទួលបាននូវភាពជោគជ័យក្នុងរយៈពេលដ៏ខ្លីខាងមុខទាំងអស់នេះអាចនិយាយបានថាជាថ្ងៃជោគថ្ងៃជ័យរបស់ក្រុមនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងគឺជាកម្មវិធីមួយដែលធ្វើឲ្យពួកគេបានបង្កើតនូវស្នាមអនុស្សាវរីយ៍ក្នុងពេលដែលពួកគេស្ថិតក្នុងវ័យកំពុងសិក្សានៅមហាវិទ្យាល័យដែលអាចចាត់ទុកថាជាបទពិសោធន៍មួយនៅពេលបញ្ចប់ការសិក្សារៀងៗខ្លួនទៅហើយនេះក៏ជាឱកាសមួយដ៏ល្អសម្រាប់ពួកគេក្នុងដំណើរទស្សនកិច្ចសិក្សានេះដើម្បីពួកគេបានសិក្សាស្វែងយល់ពីវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើសកលលោកទាំងមូលនិងវិធីសាស្ត្រក្នុងការធ្វើជំនួញព្រមទាំងការនាំចេញនាំចូលទំនិញសេដ្ឋកិច្ចជាមួយគ្នាផងដែរយើងបានសិក្សាទ្រឹស្ដីក្នុងសាលាហើយនៅពេលនេះគឺយើងបានមកមើលនិងឃើញនឹងការអនុវត្តផ្ទាល់នៅក្នុងសង្គមបច្ចុប្បន្ននេះគឺជាចង្វាក់ផលិតកម្មមួយដែលអ្នកទាំងអស់គ្នាគួរតែមកមើលហើយនឹងគួរយល់ដឹងអំពីចង្វាក់ផលិតកម្មដ៏អស្ចារ្យមួយនេះនៅក្នុងប្រទេសកម្ពុជានៅរោងចក្រស្រាបៀរអង្គរអញ្ចឹងធ្វើឲ្យយើងដឹងពីការផលិតបន្គេថាមានគ្រឿងផ្សំអីខ្លះការផលិតហ្នឹងគឺទៅតាមតម្រូវការទីផ្សារឬក៏ចេះតែផលិតមិនអញ្ចឹងយើងដឹងហើយដូចជាការផ្ដាច់មុខឬការនាំចេញទៅប្រទេសណាខ្លះអញ្ចឹងយើងដឹងច្រើនបងហើយដូចជាការធ្វើការផលិតហ្នឹងគឺជាការធ្វើផលិតទៅតាមសង្វាក់ផលិតកម្មអញ្ចឹងដូចជានៅសាលាអញ្ចឹងយើងធ្លាប់តែសិក្សាតែជាទ្រឹស្ដីអត់ដែលបានសិក្សាដូចជាការអនុវត្តផ្ទាល់ទេអញ្ចឹងក៏អរគុណដល់សាកលវិទ្យាល័យជាតិគ្រប់គ្រងដែលគាត់បានឲ្យយើងសិក្សាពីទ្រឹស្ដីហើយគឺគាត់នាំពួកយើងមកឲ្យឃើញនៅការអនុវត្តផ្ទាល់របស់ក្រុមហ៊ុនទៀតបើតាមការឲ្យដឹងពីអ្នកគ្រប់គ្រងនៅក្រុមហ៊ុនស្រាបៀរអង្គរបានឲ្យដឹងថាសប្តាហ៍ថ្ងៃនេះក្រុមហ៊ុនមានខ្សែសង្វាក់ផលិតកម្មចែកចេញជា3ប្រភេទដូចជាខ្សែសង្វាក់ផលិតកម្មច្រកជាកំប៉ុងច្រកជាដបនិងច្រកជាធុងនៅក្នុងក្រុមហ៊ុននេះផងដែរក៏មានផលិតជាភេសជ្ជៈនិងទឹកបរិសុទ្ធផងដែរដែលអាចនិយាយបានថាជាក្រុមហ៊ុនផលិតស្រាបៀរធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេសបានជាច្រើនទៀតលើពីនេះទៅទៀតក្រុមហ៊ុនមួយនេះក៏ជាស្នាព្រះហស្ថរបស់ព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋអតីតព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរម្នាក់ពោពេញទៅដោយទឹកមុខថ្មឹងថ្មាតត្រង់ត្រាប់ស្ដាប់អត្ថាធិប្បាយរបស់អ្នកគ្រប់គ្រងក្រុមហ៊ុនស្រាបៀរអង្គរពីខ្សែសង្វាក់ផលិតកម្មនិងដំណើរការនាំចេញរបស់ក្រុមហ៊ុនដើម្បីចង់យល់ច្បាស់អំពីគោលការណ៍របស់ក្រុមហ៊ុនមហាវិទ្យាល័យបានយល់ឃើញថានិស្សិតក្រៅពីមានចំណេះដឹងនៅខាងជាទ្រឹស្ដីដែលបានរៀនកន្លងមកហ្នឹងគឺនិស្សិតត្រូវតែផ្សារភ្ជាប់នឹងការអនុវត្តហើយដើម្បីឲ្យបានមើលអំពីការអនុវត្តជាក់ស្ដែងនេះក៏មហាវិទ្យាល័យបានរៀបចំជាដំណើរទស្សនកិច្ចនេះមកមើលទីតាំងមួយចំនួនដូចជាពីព្រឹកយើងបានទៅមើលនៅក្នុងកសិដ្ឋានដំណាំធម្មជាតិនៅពេជ្រនិចនិងរសៀលនេះយើងមកទស្សនារោងចក្រស្រាបៀរអង្គរដើម្បីឲ្យនិស្សិតស្វែងយល់អំពីខ្សែសង្វាក់ផលិតកម្មអំពីថាតើផលិតផលរបស់គេផលិតយ៉ាងម៉េចហើយយកលក់ទៅទីណាផលិតផលមានប្រភេទយ៉ាងម៉េចគោលគំនិតរបស់មហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងគឺទាក់ទងទៅនឹងការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីបង្កើតនូវចំណេះដឹងថ្មីៗដ៏មានតម្លៃនិងចក្ខុវិស័យដ៏សំខាន់ដែលបានបង្កើតឡើងតាមរយៈការសិក្សាស្រាវជ្រាវក្នុងដំណើរកម្សាន្តទាំងអស់នេះដូច្នេះការរៀបចំដំណើរកម្សាន្តនេះមិនត្រឹមតែបង្កើតបណ្ដាញទំនាក់ទំនងល្អនឹងគ្នាប៉ុណ្ណោះទេ
តែថែមទាំងបង្កើតនូវឱកាសឲ្យពួកគេបានសិក្សាស្វែងយល់ស៊ីជម្រៅទៅលើវិស័យសេដ្ឋកិច្ចនៅប្រទេសកម្ពុជាដើម្បីឲ្យពួកគេក្រេបយកចំណេះជំនាញពិតប្រាកដទៅថ្ងៃអនាគតដើម្បីក្លាយជាអ្នកធុរកិច្ចដ៏ជំនាញទៀតផងឆ្លងតាមការវេតម្លៃដ៏យកចិត្តទុកដាក់រួចមកយើងឃើញថាដំណើរទស្សនកិច្ចសិក្សារបស់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងទៅតាមតំបន់សេដ្ឋកិច្ចនានានោះគឺបានបណ្ដុះគំនិតនិស្សិតខ្មែរឲ្យយល់ដឹងពីវិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាកាន់តែច្បាស់បន្ថែមទៀតដោយផ្លាស់ប្ដូរនូវផ្នត់គំនិតដើម្បីឈានទៅរកការអភិវឌ្ឍប្រកបទៅដោយនិរន្តរភាព។